ទំនុកដំកើងចំពុក11ទូលបង្គំទុកចិត្តលើព្រះអង្គម្ចាស់ខ្ញុំមកជ្រកកោនជាមួយព្រះអង្គម្ចាស់ហើយហេតុអ្វីបានជាអ្នករាល់គ្នាប្រាប់ខ្ញុំឲ្យរត់ទៅជ្រកកោនតាមភ្នំដោយសារស្លាប់ទៅវិញដូច្នេះពួកជនពាបានយិតធ្នូភ្ជាប់ព្រួញទៅនឹងខ្សែបំរុងនឹងបាញ់ចេញពីទីងងឹតសំដៅទៅលើអស់អ្នកដែលមានចិត្តទៀងត្រង់ប្រសិនបើអ្វីៗដែលជាមូលដ្ឋាននៃសង្គមត្រូវរលំអស់តើមនុស្សសុចរិតនឹងធ្វើអ្វីកើតព្រះអង្គម្ចាស់គង់នៅក្នុងព្រះវិហារដ៏វិសុទ្ធរបស់ព្រះអង្គបល្ល័ង្ករបស់ព្រះអង្គស្ថិតនៅក្នុងឋានបរមសុខព្រះអង្គទតមើលហើយឆ្វេងចូលអ្វីៗទាំងអស់ដែលមនុស្សលោកធ្វើព្រះអង្គម្ចាស់ឆ្វេងចូលចិត្តមនុស្សសុចរិតតែព្រះអង្គមិនសពព្រះハរតីនឹងមនុស្សពាព្រមទាំងអ្នកដែលប្រព្រឹត្តអំពើខុសខើទេសូមព្រះអង្គដាក់ទោសមនុស្សពាដោយធ្វើឲ្យមានរងើកភ្លើងនិងស្ពាន់ធម៌បង្អុរចុះមកលើពួកគេដូចជាភ្លៀងហើយសូមឲ្យខ្យល់ក្តៅបក់បោកមកលើពួកគេដែរត្បិតព្រះអង្គម្ចាស់ទ្រង់សុចរិតព្រះអង្គសពព្រះハរតីនឹងកិច្ចការណាដែលសុចរិតមនុស្សមានចិត្តទៀងត្រង់មុខជាបានឃើញព្រះភ័ក្ត្ររបស់ព្រះអង្គ